ឯយូដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយលោកស្រីម៉ាទីលដាប៊ុកណ័រតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាហៅកាត់ថា OHCHR នារសៀលថ្ងៃទី25ខែមិថុនាឆ្នាំ2026នៅទីស្តីការក្រសួងដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិការងាររួមមានសិទ្ធិគាំពារសង្គមសិទ្ធិពលករទេសន្តរប្រវេសន៍សិទ្ធិការងារសម្រាប់ជនមានពិការភាពនិងក្រុមជនងាយរងគ្រោះនាឱកាសនោះអាដាមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅនិងអបអរសាទរចំពោះលោកស្រីម៉ាទីលដាប៊ុកណ័រដែលទទួលបានការតែងតាំងជាអ្នកតំណាងប្រចាំប្រទេសនៃ OHCHR ប្រចាំកម្ពុជាព្រមទាំងបានថ្លែងអំណរគុណ OHCHR ចំពោះកិច្ចសហការល្អជាមួយក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈទន្ទឹមនឹងនេះកិច្ចសន្ទនាប្រកបដោយស្ថាបនាកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងគំនិតផ្ដួចផ្ដើមកសាងសមត្ថភាពជាដៃគូជាមួយ OHCHR ក៏បានរួមចំណែកក្នុងការពង្រឹងស្ថាប័នលើកកម្ពស់នីតិរដ្ឋបង្កើនការយល់ដឹងពីសិទ្ធិមនុស្សនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នផងដែរអាដាមបានជម្រាបជូនលោកស្រីពីវឌ្ឍនភាពក្នុងវិស័យការងារសំខាន់ៗជាពិសេសការពង្រឹងវិស័យទំនាក់ទំនងវិជ្ជាជីវៈនិងកិច្ចសន្ទនាសង្គមកំណើននៃអនុសញ្ញារួមអត្រាខ្ពស់នៃការដោះស្រាយវិវាទការងារដោយជោគជ័យការកែតម្រង់អធិការកិច្ចការងារការកសាងសមត្ថភាពនិងកម្រិតអនុលោមភាពខ្ពស់នៃសហគ្រាសជាពិសេសការអនុវត្តរបបសន្តិសុខសង្គមដែលកំពុងពង្រីកវិសាលភាពកាន់តែទូលំទូលាយទាំងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងបុគ្គលស្វ័យនិយោជនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រៅពីនេះកម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំពលកម្មកុមារអំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការព្រមទាំងផ្ដល់អាទិភាពខ្ពស់ដល់សុវត្ថិភាពនិងសុខភាពការងារហៅកាត់ថា OSH តាមរយៈការពង្រឹងអធិការកិច្ចការងារការធ្វើទំនើបកម្មប្រព័ន្ធអនុលោមភាពការរៀបចំក្របខ័ណ្ឌច្បាប់និងការអភិវឌ្ឍប្រព័ន្ធតាមដានដោយ Digital សាកល្បងដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារគ្រប់គ្រងហានិភ័យនិងដំណាភាពក្នុងច្រកផលិតកម្មអាដាមហេងសួរក៏បានគូបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃចាប់តាំងពីពេលពួកគាត់មកដល់ច្រកព្រំដែនដូចជាការរៀបចំមណ្ឌលសំចតផ្ដល់មធ្យោបាយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដោយឥតគិតថ្លៃផ្ដល់អាហារសម្រន់សម្រួលឯកសារអត្តសញ្ញាណកម្មចែកខិត្តប័ណ្ណពីឱកាសការងារនិងការចុះឈ្មោះស្វែងរកការងារឲ្យធ្វើក្រោមយុទ្ធនាការខ្មែរជួយខ្មែររកការងារឲ្យធ្វើជាដើមជាមួយនឹងយុទ្ធនាការចុះឈ្មោះផ្ដល់ការងារតាមប្រព័ន្ធទូរស័ព្ទនិងអនឡាញក្រសួងក៏កំពុងរៀបចំវេទិកាការងារដល់មូលដ្ឋានដោយនាំតំណាងសហគ្រាសក្រុមហ៊ុនរោងចក្រទៅជួបសម្ភាសផ្ដល់ការងារផ្ទាល់តែម្ដងបន្ថែមពីនេះក្រសួងក៏រៀបចំកម្មវិធីអប់រំបណ្ដុំបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនជូនពួកគាត់ដោយមិនគិតថ្លៃផងដែរជាការឆ្លើយតបលោកស្រីម៉ាទីលដាប៊ុកណ័របានថ្លែងអំណរគុណចំពោះអាដាមរដ្ឋមន្ត្រីដែលបានជម្រាបជូនពីការងារនិងគោលនយោបាយគាំទ្រដល់កម្មករនិយោជិតនិងប្រជាពលរដ្ឋហើយបានវិតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈជាពិសេសភាពរីកចម្រើននៃរបបសន្តិសុខសង្គមនិងវិធានការដ៏មានប្រសិទ្ធភាពនៃការគាំទ្រដល់អតីតពលករពីប្រទេសថៃលោកស្រីបានបញ្ជាក់ថា OHCHR ត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចពិភាក្សានិងការគាំទ្រដល់ក្រសួងសម្រាប់ភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគតភាគីទាំងពីរបានសម្ដែងក្តីសោមនស្សរីករាយសម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនានិងបានបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធដើម្បីបន្តនាំមកនូវអត្ថប្រយោជន៍និងការអភិវឌ្ឍជាក់ស្ដែងសម្រាប់ប្រជាជនកម្ពុជា